សម្រាប់ការដក support ទៅយកយើងចូលអានេះយើង import ហើយយើងមាន family ហើយយើង load វាចូលទៅបានថាយើងមាន family នឹងផាចឹងនេះបើខ្ញុំ import ចូលស្រាប់ចឹងមានហើយខ្ញុំអាចយកមកផាបានចឹងចឹងយើងចូលលេខនេះ file accessory ចុច line កណ្ដាលនេះក៏បានដែរមានពី file accessory ចុចលេខនេះមកនេះ support វាមានច្រើនចឹងអានេះ3នេះមានតែខ្ញុំទំលោតចូលទេហើយខ្ញុំយកនេះយកមកផាចុចលើហ្នឹងមកវាចុចមកអាចនេះបានហើយនេះយើងអាច move បានណាណាចឹងណាប៉ុន្តែនេះដំបូងខ្ញុំប្រាប់ពីរបៀបកំណត់ level វាចឹងឥឡូវយើងទៅមើល 3D ហើយខ្ញុំលុបចេញមួយទៅកុំឲ្យយើងធ្វើតែមួយបានណាកុំឲ្យចឹងអានេះអ្វីដែលយើងនឹងចូលអានេះអ្វីដែលមានស្រាប់ខ្ញុំលុបចេញជឿមកមើលឥឡូវខ្ញុំសុំលុបនេះចេញអស់សិនទៅអញ្ចឹងអានេះ 3D ខ្ញុំលុប 3D ចេញទៀតចឹងអញ្ចឹងដើម្បីឲ្យចេញ 3D យើងចុចឡើងនេះអញ្ចឹងពីស៊ូមមកដល់ឡើងហ្នឹងមកអូខេនេះប្លង់បាតយើងហើយយើងមកពីជំរាបអូខេហើយមកផ្នែកទៀតនេះចេះចឹងតែតមួយទីយោយើង level ពីនេះមកនេះគឺ300ចឹងយើងកំណត់អានេះឲ្យវាធ្លាក់ចុះក្រោមចឹងយើងចុចលើ support ហ្នឹងតបមកអានេះនេះ like level នេះយើងកំណត់ elevation from level ចឹងយើងយកដក300មកចឹងsupport នេះវានឹងចុះមកក្រោមហើយដោយសារអានេះវាវែងចឹងយើងចង់កំណត់ធំនេះចឹងមាន level នេះមកចំណុចកណ្ដាលរបស់ទៅយកតែ300ចឹងយើងអាចកំណត់កន្លែងនេះបាននេះអក្សរនេះអក្សរវៀតណាមចឹងណាយើងចំណាំទៅហើយ support ហ្នឹងចាំមើលខ្ញុំដាក់នៅក្នុង Telegram channel ហើយខ្ញុំដាក់ link មួយ channel YouTube អាចចូលទៅ download បាន save បានឥឡូវខ្ញុំកំណត់យកត្រឹម300ទេចឹងផ្នែកនេះវានឹងចូលមក300នេះអូខេបន្ទាប់មកតើតើមួយកប់ផ្ចិតវង support នេះគឺ150ឥឡូវយើងទៅមើល 3D មកវាធំជាងទីយកធំជាងលើចឹងយើងអាចស្រែវាឲ្យមកធំ114ដោយសារផ្នែកខាងទៅយក100នេះផ្នែកខាងក្រៅគាត់ចិត្តខាងក្រៅគឺ114បើយើងដាក់100វានឹងមើលឃើញអញ្ចឹងខ្ញុំសាកដាក់100អ្នកនរគ្នាមើលអញ្ចឹងបើ100វាជាសាច់ក្នុងអញ្ចឹងទៅយកយើងនឹង support ដល់យើងអត់ឃើញទេឃើញអត់អញ្ចឹងតើយើងដាក់114ចឹងយើងអាចឃើញវាដប់ទៅយកបានអញ្ចឹងនេះជាការដាក់ support ទៅយកយើងមើលនេះយើងអាច copy បានតើតើមួយការដាក់ទៅយកមានតែប៉ុណ្្នឹងទេហើយមួយទៀតខ្ញុំប្រាប់ពីកន្លែងនេះពេលខ្លះវាអត់មានណាយើងដឹងថាធ្វើមិនដើម្បីឲ្យមានឃើញបាត់ចឹងណាយើងអាចស្រែបានណាចឹងយើងចុច PP វានឹងលោតចេញមកពី property អូខេដូចជាមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ